បាទសូមធ្វើការអនុញ្ញាតគោរពនឹងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនិងជាទីរាប់អានខ្ញុំបាទក៏សូមលើកយកនៅហោរាសាស្ត្រប្រចាំថ្ងៃអាទិត្យទី9ខែសីហាឆ្នាំ2026ថាតើនៅក្នុងថ្ងៃថ្មីនេះដួងរាសីរបស់ពុកម៉ែបងប្អូនប្រែប្រួលទៅជាយ៉ាងដូចម្ដេចនោះកុំឲ្យខាត់ពេលខាត់វេលាយូរនោះសូមអញ្ជើញតាមដានសន្តាប់ជាមួយនឹងខ្ញុំបាទដូចតទៅបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំជូតសូមខមមិនលេខ222រួចធ្វើការ share បួងសួងយកលេបហើយរាសីរបស់អស់លោកអ្នកល្អជាមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់អស់លោកអ្នកពុំសូវល្អប៉ុណ្ណាក្តីប៉ុន្តែបើខិតខំព្យាយាមក្នុងកិច្ចការងារបន្តិចទៅជាការប្រពៃបំផុតការប្រកបកិច្ចការងាររបស់អស់លោកអ្នកមិនគួរបង្កទំនាស់ជាមួយនឹងអ្នកដទៃនៅក្បែរខ្លួននោះឡើយពីព្រោះថាផលអាក្រក់នោះតែងតែកើតមានដូច្នោះបើចង់ធ្វើអ្វីមួយជាមួយអ្នកដទៃគឺធ្វើថ្លង់ខ្លះទៅប្រសើរអ្នកប្រកបកិច្ចការងាររកស៊ីជួញដូរបើលោកអ្នកមានការខិតខំខ្លាំងហើយរវាសរវាងដៃជើងនោះលោកអ្នកប្រកាសជារកចំណូលចូលផ្ទះគ្រាន់គប់ប្រសើររីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំគឺមានភាពផ្អែមល្ហែមល្អចំពោះគ្នាប្រពៃបំផុតបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំឆ្លូវសូមខមមិនលេខ499រួចធ្វើការសេបួងសួងយកលេបហើយរាសីរបស់អស់លោកអ្នកឡើងខ្ពស់ត្រដែតការរស់នៅរបស់អស់លោកអ្នកថ្ងៃនេះមានភាពសុខដុមល្អប្រសើរហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងតែសម្រេចជោគជ័យច្រើនផងដែរការប្រកបកិច្ចការងាររបស់អស់លោកអ្នកធ្វើអ្វីក៏ដោយតែងតែទទួលបានភាពជោគជ័យនិងហោចផុតជាផ្លែផ្កាគួរជាទីពេញចិត្តអ្នកប្រកបមុខរបររកស៊ីជួញដូរការជួញទីចិត្តឆ្ងាយមិនថារកផលកម្រៃអ្វីនោះឡើយលោកអ្នកតែងតែទទួលបានផលជាផ្លែផ្កាគួរជាទីពេញចិត្តរីឯការធ្វើដំណើរកម្សាន្តទីចិត្តទីឆ្ងាយគឺតែងតែមានសុខសុវត្ថិភាពទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំតែងតែមានភាពផ្អែមល្ហែមចំពោះគ្នាប្រពៃបំផុតបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំខាលសូមខមមិនលេខ333រួចធ្វើការ share បួងសួងយកលេបហើយរាសីថ្ងៃនេះស្រត់ចុះការរស់នៅរបស់អស់លោកអ្នកមានភាពប្រទៀងប្រទៅនិងរឿងរ៉ាវមិនល្អចូលយាយីច្រើននៅថ្ងៃនេះលោកអ្នកធ្វើអ្វីគឺត្រូវតែមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើរសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរនៅថ្ងៃនេះលាបតូចធំច្រើនបោលហួសនិងចាប់ពុំសូវជាប់នោះទេលាបតូចតាចមានហូរចូលបន្តិចបន្តួចតែប៉ុណ្ណោះហើយការធ្វើដំណើរកម្សាន្តទីចិត្តទីឆ្ងាយនៅក្នុងថ្ងៃនេះចូលមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅទទួលបានសុខសុវត្ថិភាពរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំតែងតែមានភាពប្រទៀងប្រទៅតែងតែមានភាពចងចាញ់ឈ្នះគ្នាឈានដល់ការបែកបាក់បាទសម្រាប់អង្គអ្នកដែលកើតឆ្នាំថោះសូមខមមិនលេខ799រួចធ្វើការ share បួងសួងយកលេបហើយរាសីថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះការធ្វើដំណើរចេញក្រៅប្រទេសរបស់អស់លោកអ្នកគឺពុំសូវមានសុខសុវត្ថិភាពឡើយតែងតែមានអ្នកតាមយាយីឈ្នានេះដូច្នោះចូលមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើរការប្រកបកិច្ចការងារឃើញថាពុំសូវជាទទួលបានផលជាផ្លែផ្កាប៉ុន្មាននោះឡើយការជួញទីចិត្តទីឆ្ងាយតែងតែរកផលកម្រៃចូលមកផ្ទះវិញតក់គ្រាន់បំពេញបំពង់តែប៉ុណ្ណោះរីឯចំណូលរបស់អស់លោកអ្នកគឺពុំសូវក៏ប្រសើរនោះឡើយការធ្វើដំណើរកម្សាន្តទីចិត្តទីឆ្ងាយចូលមានការប្រុងប្រយ័ត្នប្រយែងទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពស្រស់ស្រាយពីព្រោះថាអាចផ្ដល់ឱកាសល្អៗនិងតែងតែជឿទុកចិត្តគ្នាល្អប្រពៃបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំរោងសូមខមមិនលេខ798រួចធ្វើការ share បួងសួងយកលេបហើយរាសីល្អជាមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់អស់លោកអ្នក
មានការរីកលូតលាស់ទៅមុខសន្សឹមប៉ុន្តែយ៉ាងណាបញ្ហារកាមរកូសផ្លូវចិត្តតែងតែមានច្រើនការប្រកបកិច្ចការងារពុំមានអ្វីប្រែប្រួលផ្លាស់ប្ដូរគួរជាទីគាត់សម្គាល់នោះទេគឺដូចសពមួយដងសម្រាប់បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរត្រូវបោះទុនអ្វីមួយមិនត្រូវបោះទុនដោយតក់ក្រហល់នោះឡើយប្រយ័ត្នជួបរឿងសួយអស់ប្រាក់កាក់ពីខ្លួនត្រូវមកដេកស្ដាយក្រោយហើយការធ្វើដំណើរកំសាន្តទីជិតទីឆ្ងាយគឺមានសុខសុវត្ថិភាពទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯស្នេហាកំឡោះក្រមុំបើចង់ជ្រើសរើសគូស្រករពុំសូវល្អនោះទេប្រយ័ត្នជួបគូកម្មច្រើនជាងគូព្រេងបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំអាសាញ់រាសីរបស់អស់លោកអ្នកគឺឡើងខ្ពស់ត្រដែតហើយលេខដែលនាំលាភសំណាងគឺលេខ999រួចធ្វើការសៀចេញយកលាភការរស់នៅរបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺពុំមានអ្វីចូលមកយាយីនោះឡើយហើយពេលនេះគឺតែងតែនាំសេរីសួស្តីរត់ចូលអស់លោកអ្នកគ្រប់ភារកិច្ចការងារតែម្ដងនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់អស់លោកអ្នកក្នុងការដំណើរកិច្ចការងារទីជិតទីឆ្ងាយតែងតែសហការជាមួយនឹងអ្នកដទៃគឺហុចផលជាផ្លែផ្កាគួរជាទីពេញចិត្តអ្នកប្រកបមុខរបររកស៊ីជួញដូរមិនថាលោកអ្នកជួញទីជិតទីឆ្ងាយនោះទេតែងតែទទួលបានផលជាផ្លែផ្កាគួរជាទីកប់ប្រសើរការធ្វើដំណើរទីជិតទីឆ្ងាយគឺទទួលបានសុខសុវត្ថិភាពទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯស្នេហាកំឡោះក្រមុំមានភាពស្រស់ស្រាយនិងមានការចេះអត់ឱនឲ្យគ្នាល្អប្រពៃបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំមមីសូមខមមិនលេខ168ហើយធ្វើការសេបួងសួងយកលាភហើយរាសីល្អជាមធ្យមនៅក្នុងថ្ងៃនេះដួងរាសីរបស់អស់លោកអ្នកគឺពុំសូវកប់ប្រសានោះឡើយគឺល្អជាមធ្យមម្លោះហើយកប់3មានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅគ្មានបញ្ហាចត់ឡើងចំពោះអ្នកប្រកបកិច្ចការងារមិនថាជួញទីជិតទីឆ្ងាយតែងតែផ្ដល់ផលល្អសន្សឹមសម្រាប់អស់លោកអ្នកប្រកបមុខរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះការរកផលកម្រៃមិនត្រូវលោភលន់នោះឡើយបើពុំនោះទេប្រយ័ត្នបានបាត់ដៃត្រឡប់មកផ្ទះវិញរីឯការធ្វើដំណើរកំសាន្តទីជិតទីឆ្ងាយចូលមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើរនិងសម្ព័ន្ធភាពស្នេហាប្រុសស្រីមានដំណើរការថយក្រោយនិងងាយមានចំនួនវិវាទឈានដល់ការបែកបាក់បាទសម្រាប់អង្គអ្នកដែលកើតឆ្នាំមមេសូមខមមិនលេខ598រួចធ្វើការសេបួងសួងយកលាភហើយរាសីរបស់អស់លោកអ្នកគឺល្អជាមធ្យមនៅថ្ងៃនេះលោកអ្នកឈានដល់ថ្ងៃថ្មីគឺមិនសូវកប់ប្រសើរនោះឡើយសម្រាប់ការជួញដូររកស៊ីទីជិតទីឆ្ងាយនៅថ្ងៃនេះគឺមិនផ្ដល់ផលល្អសម្រាប់អស់លោកអ្នកក្នុងការបំពេញកិច្ចការងារនិងដំណើរកំសាន្តក្នុងការតាក់ទងបញ្ហាប្រាក់កាក់និងបញ្ហាមុខរបរថ្មីចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬក៏ផ្លាស់ប្ដូរមុខរបររកស៊ីអ្វីមួយគឺពុំសូវជឿនលឿនទៅមុខនិងមិនសូវកប់ប្រសើរនោះទេការធ្វើដំណើរកំសាន្តទីជិតទីឆ្ងាយចូលមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើររីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំបើលោកអ្នកពុំទាន់មានគូគប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ជាពិសេសអាចคล้ายទៅជាគូគប់ទៀតផងបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំវក់សូមខមមិនលេខ689រួចធ្វើការសេបួងសួងយកលាភហើយរាសីរបស់អស់លោកអ្នកឡើងខ្ពស់ត្រដែតដំណើរជីវិតរបស់អស់លោកអ្នកបានផ្លាស់ប្ដូរមកល្អប្រសើរវិញហើយម្ល៉េះហើយនៅក្នុងរង្វង់គ្រួសាររបស់អស់លោកអ្នកមិនថាមានបញ្ហាអ្វីកើតឡើងនោះទេតែងតែអាចដោះស្រាយបានយ៉ាងឆាប់រហ័សការប្រកបមុខរបររកស៊ីតែងតែចាប់ផ្ដើមពីបាតដៃទទេរហូតឈានដល់ការសម្រេចបានគោលដៅធំនិងអាចទទួលបានផលជាផ្លែផ្កាគ្រាន់ជាទីកក់ក្ដៅ
អ្នកប្រកបអាជីវកម្មកិច្ចការងាររកស៊ីជួញដូរទីជិតទីឆ្ងាយអាចប្រមូលភោគផលចូលផ្ទះវិញបានគួរជាទីគាប់ចិត្តសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំនៅក្នុងថ្ងៃនេះមិនថាមេម៉ាយពោះម៉ាយក្តីតែងតែមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃបំផុតបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំរកាសូមខមមិនលេខ998រួចធ្វើការសៀបួងសួងយកលៀបហើយរាសីរបស់អស់លោកអ្នកឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះជាអូនរបស់អស់លោកអ្នកឡើងខ្ពស់ហេតុនេះផ្ដល់ផលល្អសម្រាប់អស់លោកអ្នកក្នុងការធ្វើអ្វីមួយតែងតែទទួលបានផលជាផ្លែផ្កាត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្ដៅបើលោកអ្នកចង់ប្រកបកិច្ចការងារអ្វីមួយឃើញថាពុំសូវជាមានឧបសគ្គតូចធំចូលមករារាំងនាំពិបាកឆ្លងកាត់នោះឡើយគឺតែងតែទទួលបានផលជាផ្លែផ្កាគួរជាទីកប់ប្រសើរអ្នកប្រកបមុខរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬក៏រកស៊ីចូលហ៊ុនជាមួយនឹងអ្នកដទៃត្រូវត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់នៅថ្ងៃណាមួយជាក់ជាមិនខានរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខហើយបើមានចំនួនវិវាទពេលនេះគឺជាឱកាសល្អក្នុងការដោះស្រាយយ៉ាងល្អបំផុតបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំចសូមខមមិនលេខ777ហើយធ្វើការសៀបួងសួងយកលៀបហើយរាសីល្អជាមធ្យមនៅថ្ងៃនេះទោះបីលោកអ្នកធ្វើអ្វីក៏ដោយលោកអ្នកអាចបំពេញដោយពេញដៃពេញជើងបានហើយកុំយកកំហឹងទល់កំហល់ហើយត្រូវចងចាំពាក្យចាស់លោកពោលថាការសន្សំសេចក្តីសុខគឺជាទ្រព្យធនហើយសន្សំសេចក្តីលោភលន់គឺជាសេចក្តីវិន័យនៅថ្ងៃនេះលោកអ្នកសូមគប្បីធ្វើការងារសំខាន់មុនហើយធ្វើកិច្ចការងារចាស់ឲ្យបានរួចរាល់ពីព្រោះថាអាចផ្ដល់ផលល្អមកដល់អស់លោកអ្នកយ៉ាងច្រើនសន្ធឹកសន្ធាប់ចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរទីជិតទីឆ្ងាយមានការថយចុះបន្តិចហើយបើមុខរបរថ្មីផងគឺពុំសូវសមដូចបំណងប៉ុន្មាននោះឡើយការធ្វើដំណើរកម្សាន្តទីជិតទីឆ្ងាយចូលមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើររីឯសេចក្តីស្នេហាកំឡោះក្រមុំគឺតែងតែមានភាពផ្អែមល្ហែមល្អចំពោះគ្នាប្រសើរបំផុតបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំកុរសូមខមមិនលេខ222រួចធ្វើការសៀបួងសួងយកលៀបហើយរាសីថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះដោយសារដួងរាសីស្រត់ចុះហេតុនេះលោកអ្នកមិនគប្បីតបតជាមួយនឹងក្រុមមនុស្សដែលនៅក្បែរខ្លួននោះឡើយនាំឲ្យមានចំនួនវិវាទកើតឡើងក្រៅពីនេះកិច្ចការងាររបស់អស់លោកអ្នកមិនអាចប្រមាថបាននោះឡើយបើពុំនោះទេងាយនឹងទទួលរងការខូចខាតឬក៏បាត់បង់ដោយប្រការណាមួយចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរនៅថ្ងៃនេះវិញកុំចង់យកភាពឈ្នានីសឬក៏មាត់សម្ដីឌឺដងជាមួយអ្នកដទៃព្រោះងាយនឹងមានចំនួនវិវាទកើតឡើងជាងសពមួយដងរីឯការធ្វើដំណើរកម្សាន្តទីជិតទីឆ្ងាយចូលមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើររីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំចូលមានការប្រុងប្រយ័ត្នប្រយែងអាចឈានដល់ការបែកបាក់ដោយប្រការណាមួយ